មួយចំណុចដែលធ្វើឲ្យការសរសេរសំណេរតែងសេចក្តីរបស់អ្នកទាំងគ្នាសរសេរអត់ទាន់មកហើយអាចបានបន្ទុកទៀតចឹងខ្ញុំគិតថាមួយចំណុចនេះមានសិស្សខ្លះមួយចំនួនតូចដែលគាត់មើលម្លងគាត់អត់ដឹងគាត់ភ្លេចហើយធ្វើឲ្យគាត់ខាតពេលវេលានៅក្នុងការសរសេរសំណេរតែងសេចក្តីសរសេរអត់ទាន់សរសេរអត់ពេញនៅអត់ពេញអីគេហើយពេលបានបន្ទុកមកវាបន្ទុកទៀតខ្ញុំនឹងប្រាប់អ្នកទាំងគ្នាហើយខ្ញុំជឿជាក់ថាអ្នកទាំងគ្នាស្ដាប់ចំណុចហ្នឹងហើយអ្នកគ្នាក៏យកទៅគិតដែរថាតើការនិយាយរបស់ខ្ញុំហ្នឹងវាត្រូវអត់ចឹងចំណុចដែលខ្ញុំចង់ប្រាប់អ្នកទាំងគ្នាហ្នឹងគឺអ្នកទាំងគ្នាត្រូវដឹងប្លង់នៅក្នុងសំណេរតែងសេចក្តីហ្នឹងដឹងថាតើនៅក្នុងប្លង់សំណេរតែងសេចក្តីហ្នឹងកន្លែងណាដែលមានបន្ទុកច្រើនកន្លែងណាដែលមានបន្ទុកតិចបើអាចអ្នកទាំងគ្នាប្រកាសជាដឹងថាកន្លែងណាគេឲ្យបន្ទុកប្រមាណកន្លែងណាគេឲ្យបន្ទុកប្រមាណចឹងបើអ្នកទាំងគ្នាអត់ដឹងទេអ្នកគ្នាអាចសួរលោកគ្រូអ្នកគ្រូបានអ្នកទាំងគ្នាបានថាតើកន្លែងហ្នឹងបន្ទុកប្រមាណឧទាហរណ៍ថាផ្ដាំសេចក្តីហ្នឹងបន្ទុកប្រមាណចោតសួរហ្នឹងបន្ទុកប្រមាណដំណោះស្រាយហ្នឹងបន្ទុកប្រមាណបញ្ចប់បន្ទុកប្រមាណគ្នាអាចយកសំណួរហ្នឹងទៅសួរពួកគាត់បានបើសិនជាអ្នកទាំងគ្នាអត់ទាន់ដឹងបន្ទាប់ពីអ្នកគ្នាសួរហើយអ្នកគ្នាប្រកាសជាដឹងហើយថាកន្លែងណាដែលមានបន្ទុកច្រើនហើយកន្លែងណាដែលមានបន្ទុកតិចហើយមួយចំណុចហ្នឹងដែលសិស្សភាគច្រើនគាត់មើលម្លងហ្នឹងគឺមួយចំនួនតូចគឺគាត់យកពេលខ្ជះខ្ជាយទៅលើផ្ដាំសេចក្តីមានថាចំណោបញ្ហាអីហ្នឹងតែនៅពេលអាផ្ដាំសេចក្តីហ្នឹងសិស្សភាគច្រើនគឺគាត់អង្គុយគិតមកថាអត់ដឹងថាសរសេរបែបណាពីណាទៅណាអង្គុយគិតហើយគិតទៀតគិតហើយគិតទៀតចឹងទៅវាខាតពេលវេលាមែនតើប៉ុន្តែអ្នកគ្នាត្រូវចាំថាអាចចំណុចផ្ដាំសេចក្តីហ្នឹងគឺវាបានបន្ទុកតិចជាងបំណក់ស្រាយប្រធានជាមួយនឹងលើឧទាហរណ៍មកបញ្ជាក់អញ្ចឹងចំណុចដែលបានបន្ទុកច្រើនជាងគេហ្នឹងគឺមានតែពីរទេគឺបំណក់ស្រាយបញ្យលន័យប្រធានហ្នឹងហើយជាមួយនឹងលើឧទាហរណ៍មកបញ្ជាក់អញ្ចឹងពីចំណុចហ្នឹងគឺបន្ទុកច្រើនមែនតើអញ្ចឹងបានអ្នកទាំងគ្នាឡៃទៅយកពេលខ្ជិះខ្ជាយទៅគិតទៅលើអាផ្ដាំសេចក្តីហ្នឹងអត់ដឹងថាគូសរសេរមិនគូសរសេរប្រមាណបន្ទប់ប្រមាណត្រែអត់ដឹងដាក់ពីណាទៅណាទេអ្នកទាំងគ្នាខ្ជិះខ្ជាយខាត់ពេលទៅលើការបកស្រាយប្រធានក៏ដូចជាការលើឧទាហរណ៍មកហើយអាហ្នឹងគឺជាចំណុចមួយដែលធ្វើឲ្យអ្នកទាំងគ្នាសរសេរអត់ទាន់មកហើយការបកស្រាយនៃប្រធានរបស់អ្នកទាំងគ្នាអត់ក្បោះក្បាយអីគេទៀតអញ្ចឹងពីខ្ញុំទៅអ្នកគ្នាគូតែដឹងហើយថាតើផ្ដាំសេចក្តីហ្នឹងវាបានបន្ទុកប្រមាណអញ្ចឹងអ្នកគ្នាគូតែយកពេលទៅខ្ជិះខ្ជាយជាមួយវាអត់ហើយអ្នកទាំងគ្នាគូតែយកពេលទៅខ្ជិះខ្ជាយជាមួយកន្លែងណាដែលបានបន្ទុកច្រើនខ្ញុំគិតថាខ្ញុំមានតែប៉ុណ្្នឹងទេដែលចង់ឲ្យអ្នកទាំងគ្នាដឹងហើយក៏ដាស់ស្មារតីអ្នកទាំងគ្នាឲ្យដឹងថាកន្លែងណាបានបន្ទុកច្រើនកន្លែងណាដែលបានបន្ទុកតិចហើយបើអ្នកទាំងគ្នាមានចម្ងល់អីអាច comment សួរខ្ញុំបានចាំខ្ញុំឆ្លើយអ្នកទាំងគ្នាទៀតបាយបាយ